ជម្រាបសួរលោកគ្រូនេះគឺជាវីដេអូទី2របស់ខ្ញុំដែលនិយាយអំពីរបៀបក្នុងការបង្កើត folder ហើយនិងការបង្កើត hard file និង soft file តែម្ដងអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំធ្វើតពីវីដេអូទី1ដែលវីដេអូទី1និយាយពីការប្រើប្រាស់ command line អញ្ចឹងវីដេអូនេះគឺបន្ទាប់គឺខ្ញុំនឹងប្រាប់ពីkeyword ក៏ដូចជា command មួយចំនួនបង្កើត folder ផងដែរអញ្ចឹងcommand ដែលខ្ញុំត្រូវបង្កើត file គឺទី1គឺខ្ញុំប្រើជាមួយនឹង type អញ្ចឹងខ្ញុំអាចធ្វើការ type ជាមួយនឹង type ខ្ញុំធ្វើការ save ជាមួយនឹងឈ្មោះ file ដែលខ្ញុំចង់បង្កើតអញ្ចឹងខ្ញុំអាចធ្វើការ type ឲ្យ file ឈ្មោះដែលខ្ញុំចង់បង្កើតអញ្ចឹងដោយសារតែចំណុចនេះគឺខ្ញុំទៅ save ខុសជាមួយនឹង keyword របស់វាដោយបាត់អក្សរ C អញ្ចឹងខ្ញុំអាចធ្វើការទៅ save វាឡើងវិញដើម្បីឲ្យវាត្រូវពាក្យប្រយោគវាហើយបន្ទាប់ពីខ្ញុំបង្កើតចឹងហើយខ្ញុំអាចធ្វើការបង្កើតជាមួយនឹង hard file របស់វាមួយទៀតដើម្បីនៅក្នុង file នេះចឹងខ្ញុំធ្វើការបង្កើត hard file ផងដែរដែលខ្ញុំធ្វើការឲ្យវាឲ្យខ្ញុំ save file TXT នឹងហើយខ្ញុំទៅ save file មួយដែល dot ពាក្យថា hard ចឹងដែលវា /hard ហើយ .txt ចឹង file ហ្នឹងនៅក្នុង file ដើមរបស់យើងនេះចឹងនៅពេលដែលយើងបង្កើតហើយវានឹង load ប្រាប់យើងបែបនេះចឹងចំណុចបន្ទាប់គឺអ្វីដែលយើងត្រូវធ្វើគឺខ្ញុំធ្វើការអានក៏ដូចជាពលាតវាដើម្បីមើលថាមាន file អីខ្លះនៅពេលដែលយើងធ្វើការបង្ហាញហើយវានឹង show បែបនេះចឹងខ្ញុំធ្វើការបង្កើតតាក់ទងជាមួយនឹង file មួយទៀតដែល file ទី2ដែលចូលsoft file ម្ដងហើយចឹងខ្ញុំបង្កើត file ទី2ខ្ញុំ type file ដូចគ្នាចឹងខ្ញុំសរសេរឈ្មោះដែលខ្ញុំចង់បង្កើតណាហើយចំណុចនេះគឺខ្ញុំបង្កើតទៅជាមួយនឹង soft file មួយទៀតដែរនៅក្នុង file មួយហ្នឹងចឹងខ្ញុំបង្កើតវាដោយដូចទី1ដែរតែចំណុចនេះ file របស់ខ្ញុំគឺ / ដោយ soft file ហើយ .txt តែម្ដងចឹងនៅពេលបែបនេះគឺខ្ញុំមាន file ដូចហើយចឹងខ្ញុំនឹងធ្វើការបង្ហាញវាថាមាន file អីខ្លះចឹងនៅពេលនេះគឺវាសូមកច្រើនមែនតើគឺ file ដែលយើងមានណាចឹងខ្ញុំចង់ធ្វើការលុប file ដើមហ្នឹងដែលវាមាន file 1ដែល file 1.txt ចឹងខ្ញុំចង់លុបវាចោលខ្ញុំថែជាមួយនឹង file ទៅ save ជាមួយនឹងឈ្មោះដែលយើងចង់លុបហ្នឹងមកវានឹង remove file នឹងចោលតែម្ដងចឹងយើងធ្វើការបង្កើតជាមួយនឹង file ទៅកាន់ជាមួយនឹង file ដែលយើងបង្កើតនៅក្នុងនោះណា file hard ហើយ file soft របស់យើងហ្នឹងគឺការខាតទៅវាទៅវានឹងធ្វើការបានជោគជ័យហើយ